ចំពោះទី4ការប៉ះពាល់ដល់បុត្រភាពមាត្រា330បានញុះញង់ឲ្យបោះបង់ទារកអំពើនៅក្នុងគោលដៅចង់បានកម្រៃញុះញង់ដោយផ្ទាល់ដល់ឪពុកម្ដាយឬដល់ឪពុកឬម្ដាយឲ្យបោះបង់ទារកដែលកើតមកហើយឬដែលនឹងកើតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅដល់6ខែពិន័យជាប្រាក់ពី100,000រៀលទៅដល់1លានរៀលមាត្រា331បទអន្តរការរវាងអ្នកសុំកូននិងអ្នកបោះបង់កូនអំពើប្រព្រឹត្តក្នុងគោលដៅចង់បានកម្រៃធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ឬប្តីប្រពន្ធដែលចង់សុំកូនយកទៅចិញ្ចឹមនឹងឪពុកម្ដាយដែលចង់បោះបង់កូនដែលកើតមកហើយឬដែលនឹងកើតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅដល់6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅដល់1លានរៀលមាត្រា332បទអន្តរការរវាងអ្នកសុំកូននិងស្ត្រីពពោះអំពើប្រព្រឹត្តទៅក្នុងគោលបំណងចង់បានកម្រៃធ្វើជាអន្តរការីរវាងបុគ្គលម្នាក់ឬប្តីប្រពន្ធដែលចង់សុំកូនយកទៅចិញ្ចឹមនិងស្ត្រីម្នាក់យល់ព្រមពពោះដើម្បីនឹងបកគលកូននោះឲ្យទៅអ្នកសុំត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅដល់6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅដល់1លានរៀលមាត្រា333បទជំនួសខ្លែងឬលាក់បំបាំងអត្ថិភាពនៃទារកអំពើដែលយកទារកមួយជំនួសទារកមួយទៀតខ្លែងឬលាក់បំបាំងនៅអត្ថិភាពនៃទារកកាលបើអំពើនេះនាំឲ្យមានការខ្លែងបន្លំអត្រានុកូលដ្ឋានត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ខែទៅដល់1ឆ្នាំនិងពិន័យជាប្រាក់ពី100,000រៀលទៅដល់2លានរៀលមាត្រា334ការប៉ុនប៉ងប្រព្រឹត្តបទឆាំដែលមានចែងក្នុងជំពូកនេះត្រូវផ្ដន្ទាទោសដូចគ្នានឹងការប្រព្រឹត្តបទមជ្ឈិមខាងលើដែរមាត្រា335ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងនៅក្នុងជំពូកនេះទោសបន្ថែមដូចតទៅនេះអាចនឹងត្រូវបានប្រកាស 1. ការដកសិទ្ធិខ្លះជាពលរដ្ឋសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 3. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 4. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើនសម្រាប់វីដេអូនេះខ្ញុំសូមអានតែធម្មមាត្រា335ដោយសារមាត្រា336រៀងវែងដល់ពេលអញ្ចឹងយើងសូមអានតែធម្មមាត្រា335នឹងបានហើយយើងនឹងបន្តជួបគ្នានៅវីដេអូក្រោយហើយសម្រាប់វីដេអូនេះផងដែរគឺនិយាយពីបទល្មើសតាក់ទងនឹងទារកឬក៏កូនអញ្ចឹងណា